ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី18ខែ7ឆ្នាំ2026នៅថ្ងៃនេះដែរជាថ្ងៃចុងសប្តាហ៍នៃការបិទបញ្ចប់ការជួញដូរតម្លៃហាងឆេងមាសនិងប្រាក់អន្តរជាតិសម្រាប់តម្លៃហាងឆេងមាសនិងប្រាក់អន្តរជាតិដែលខ្ញុំចូលទៅមើលព្រឹកនេះតម្លៃមាសមានការងើបឡើងវិញហើយរីឯតម្លៃហាងឆេងប្រាក់មានការងើបឡើងតិចតួចបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេងមាសនិងប្រាក់កាលពីព្រឹកម្សិលមិញសម្រាប់បងប្អូនដែលពុំទាន់បានចុចជាវឬក៏ចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានស្ដីពីតម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំធ្វើការផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី18ខែ7ឆ្នាំ2026នេះមានដូចតទៅ1អោនតម្លៃ$4017 1ជីតម្លៃ$484 1តម្លឹងតម្លៃ$4843 និង1គីឡូតម្លៃ$129,131 ចំណែកឯតម្លៃហាងឆេងប្រាក់នៅព្រឹកថ្ងៃទី18ខែ7ឆ្នាំ2026នេះវិញមានដូចតទៅ1អោនតម្លៃ$55 1ជីតម្លៃ$6 1តម្លឹងតម្លៃ$67 និង1គីឡូតម្លៃ$1796 សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូនអំបញ្ញមិញនេះចាប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានិងតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អរោគទទួលទានមានបានគ្រប់គ្នា